លោករូប៊ីអូរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទទី2ខែមីនាថាសហរដ្ឋអាមេរិកនឹងចាត់វិធានការដើម្បីកាត់បន្ថយការកើនឡើងតម្លៃថាមពលដោយសារតែកើនឡើងតម្លៃប្រេងបណ្ដាលមកពីជម្លោះអ៊ីរ៉ង់ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅ Capitol Hill លោក Rubio បាននិយាយថារដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលលោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងធម្មពលលោក Chris Wright នឹងប្រកាសផែនការនៅថ្ងៃអង្គារនេះលោក Rubio បាននិយាយថាចាប់ពីថ្ងៃស្អែកតទៅអ្នកនឹងឃើញយើងដាក់នៅដំណាក់កាលទាំងនោះដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាល់អាចជាបញ្ហាមួយតម្លៃប្រេងនិងឧស្ម័នបានកើនឡើងកាលពីថ្ងៃច័ន្ទបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់និងការសងសឹកដោយទីក្រុងតេហេរ៉ង់បានបង្ខំឲ្យបិទរោងចក្រប្រេងនិងឧស្ម័ននៅទូទាំងតំបន់និងរំខានដល់ការដឹកជញ្ជូនប្រេងនៅច្រកសមុទ្រហូម៉ូសដ៏សំខាន់។